អ្វីបាទជាបងចង់ចូលរួមជាក្រុមការងារសមាជិកមូលហេតុដែលតែខ្ញុំចង់ពង្រឹងសមត្ថភាពខ្លួនឯងឲ្យខ្លាំងជាងមុនហើយបានធ្វើការជាធីមមួយបងមិនថានៅក្នុងសាលាយើងឬក៏សាលាក្រៅផ្សេងទៀតទេហើយសំខាន់គឺបានជួបមនុស្សថ្មីរាប់អានគ្នាហ្នឹងចា៎តើបងគិតថាសង្ក្រានឆ្នាំនេះមានអីប្លែកអត់ខ្ញុំគិតថាមានអីប្លែកដោយសារតែភាគច្រើនគឺរាល់ឆ្នាំបងនៅសង្ក្រានរស់ក៏តែងតែរកកម្មវិធីថ្មីដើម្បីអាចចូលបន្ថែមជាមួយនឹងសង្ក្រានរបស់យើងអញ្ចឹងបើសិនជាអ្នកគ្នាចង់មកលេងសង្ក្រានរបស់យើងហើយដឹងថាមានកម្មវិធីអីប្លែកៗកុំភ្លេចចូលរួមជាមួយនឹងសង្ក្រានរស់នៅថ្ងៃទី7ខែមេសាឆ្នាំ2026ទាំងអស់គ្នា